ទីពីរឲ្យមើលងាយភរិយារបស់ខ្លួនដូចជាទេសកម្មករដូចជាអ្នកដែលបម្រើយ៉ាងទន់ខ្សោយបំផុតអូដែលយើងធ្លាប់ឃើញចវាយនេះដែលគេនិយាយទៅកាន់អ្នកបម្រើគេណាត្រូវមិនត្រូវមើលងាយដោយពាក្យដោយសម្ដីទេរកទ្រព្យសម្បត្តិបានក៏បីប្រគល់ឲ្យវិយាថែរក្សាទ្រព្យសម្បត្តិណាបើមិនត្រូវហួងហែងការពារទ្រព្យសម្បត្តិនឹងទុកដោយខ្លួនឯងមិនប្រគល់ឲ្យភរិយាថែរក្សាទេនេះជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធហើយជាប្រវេណីក្នុងត្រកូលខ្មែរយើងហ្នឹងធម្មតាទ្រព្យសម្បត្តិដូចជាលោកឪពុកអ្នកម្ដាយយើងឃើញស្រាប់ហើយទ្រព្យសម្បត្តិនៅតែនឹងអ្នកម្ដាយយើងទាំងអស់ជាទូទៅត្រកូលខ្មែរហ្នឹងរកខ្ចីទ្រព្យសម្បត្តិអីបើមិនជួបនឹងប្រពន្ធអត់តែមកជួបប្តីអត់ក៏តែងតែពោលប្រាប់ទៅកាន់អ្នកដែលមករកទាំងបងប្អូនខ្ញុំមិនដឹងទេចាំមើលអ្នកផ្ទះជួបអ្នកផ្ទះខ្ញុំទៅឬជួបនឹងម៉ែគេទៅក៏តែនិយាយរុញទៅប្រាប់អ្នកដែលមករកនោះត្រង់นั้นបញ្ជាក់ថាសម្បត្តិទ្រព្យបានគឺនៅលើភរិយាទាំងអស់អាស្រ័យនេះយើងក៏បីអនុវត្តទៅតាមហ្នឹងរកទ្រព្យសម្បត្តិបានមកត្រូវប្រគល់ឲ្យភរិយាថែរក្សាតែសម្រាប់ខ្មែរយើងមានមួយរកទ្រព្យសម្បត្តិបានមកអត់ប្រគល់ឲ្យប្រពន្ធថែរក្សាហួងហែងទ្រព្យសម្បត្តិថែរក្សាដោយខ្លួនឯងមានមួយក៏ក្នុងពូជពងត្រកូលខ្មែរនេះអាស្រ័យនេះយើងកុំឲ្យទៅកាន់ផ្លូវបែបហ្នឹងសួរថាម៉េចបានជាប្តីរកទ្រព្យបានមិនប្រគល់ឲ្យប្រពន្ធថែរក្សាថាមកពីប្តីហ្នឹងអត់ទុកចិត្តប្រពន្ធក្រែងប្រពន្ធនឹងបញ្ជាទ្រព្យសម្បត្តិកិច្ចបែរកែបែរលោភលៀកយកទៅណាមកណាហ្នឹងបានជាមិនប្រពន្ធក៏ប្រគល់ទ្រព្យប្រពន្ធថែរក្សាប៉ុណ្ណឹងជារឿងដែលមើលងាយប្រពន្ធរបស់យ៉ាងខ្លាំងបំផុតបានន័យថាមិនប្រពន្ធនេះអានឹងដូចជាខ្ញុំបំរើយើងទៅជួលមកប៉ុន្តែនៅនឹងយើងទេព្រោះយើងអត់មានឲ្យទ្រព្យសម្បត្តិអីទៅថែរក្សាវិភរិយាណាដែលបានជួបភពប្រសពនៅស្វាបីបែបនេះក្នុងមួយជីវិតអត់មានសេរីសួស្តីអីទេគេប្រពន្ធឯងហ្នឹងគេថែរក្សាទ្រព្យសម្បត្តិគេមានទៅណាមកណាមានសម្បត្តិមានប្រាក់កាសចាយប្រពន្ធឯងអត់តែមានតែត្រឹមប្តីបើកឲ្យព្រោះបើព្រឹកឡើងទៅទិញមកហូបបើកប្រាក់ឲ្យប្រពន្ធទៅទិញមកហូបដល់តែព្រឹកដល់អញ្ចឹងមិនខ្ញុំបំរើរបស់យើងព្រោះតែទៅជួលមកព្រឹកឡើងបើកប្រាក់ឲ្យទៅព្រោះនេះលក្ខណៈបែបនេះសុំកុំឲ្យមានឲ្យសោះបងនេះជាឱវាទរបស់ប្រពន្ធឲ្យជាឱវាទរបស់ប្រពន្ធលោកទូមានពីម្ដៅមានរោគទ្រព្យសម្បត្តិបានត្រូវប្រគល់ឲ្យទៅប្រពន្ធត្រូវការអីយកសុំគេយកមកវិញចាយប្រើប្រាស់